សារ៉ាយមីក្រូនេះមានគុណសម្បត្តិយ៉ាងណាបើតាមគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភនៅប្រទេសបារាំងសារ៉ាយមីក្រូនេះមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមានផ្ទុកសារធាតុអាស៊ីតអាមីណេដ៏ចាំបាច់សម្រាប់ដំណើរការដ៏រលូនរបស់សរីរាង្គកាយនិងសម្បូរប្រូតេអ៊ីនខ្លាំងណាស់ក្នុងបរិមាណដល់ទៅប្រមាណ60ទៅ70%ភាពសម្បូរបែបនេះបានធ្វើឲ្យជាប់ឈ្មោះល្បីជាអាហារដ៏អស្ចារ្យពោរពេញទៅដោយអាហារូបត្ថម្ភសម្បូរជាតិដែកនិងវីតាមីនប្រភេទពពួក B ដូចជារ៉ែដែកឬក៏វីតាមីន B12 បន្សំនៃធាតុពីរនេះមានអំណាចដ៏ខ្លាំងក្លាទៅពង្រឹងប្រព័ន្ធការពារខ្លួនឲ្យបានរឹងមាំឲ្យឈ្នះលើរាល់គ្រប់ការប៉ុនប៉ងឈ្លានពានរបស់មេរោគមកពីខាងក្រៅសមត្ថភាពបំពន់ប្រព័ន្ធការពារខ្លួននេះមានសក្តិភាពខ្លាំងណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគអាឡែហ្ស៊ីរលាករន្ធច្រមុះការសិក្សារបស់ក្រុមឱសថការីបារាំងចេញផ្សាយនៅក្នុងឆ្នាំ2016បានអះអាងថាសារ៉ាយមីក្រូនេះគឺជាឱសថធម្មជាតិប្រឆាំងនឹងជំងឺអស់កម្លាំងអាស្តេនីនិងការខ្សោយសុខភាពជាទូទៅដោយសារតែមានលក្ខណៈពិសេសនៃធាតុសកម្មពណ៌ខៀវបៃតងរបស់រុក្ខជាតិសារ៉ាយមីក្រូនេះមានគុណសម្បត្តិផ្នែកអង់ទីអុកស៊ីដង់ដែលមានសកម្មភាពការពារបេះដូងចាត់ចែងកម្រិតខ្លាញ់ក្នុងឈាមកូលេស្តេរ៉ុលទប់ស្កាត់ភាពចាស់ទ្រុឌទ្រោមនៃកោសិកាហេតុដូច្នេះហើយបានជាកីឡាករនិងអ្នកតមសាច់ឬក៏មានរបបអាហារពិសេសជ្រើសរើសទទួលទានពពួកមីក្រូសារ៉ាយនេះអ្នកចង់សម្រកទម្ងន់ក៏គួរតែទទួលទានសារ៉ាយទុយល្អិតនេះដែរពីព្រោះស្ពីរូលីនជាថ្នាំពៅបង្កើនថាមពលតែជួយឲ្យឆាប់មានអារម្មណ៍ឆ្អែតជាមួយនឹងសមត្ថភាពធ្វើមេតាបូលិកនិងសកម្មភាពរំលាយអាហារល្អអាចជួយទ្រទ្រង់ទំហំសាច់ដុំនិងសម្រួលការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួនទើបអាចទប់មិនឲ្យគីឡូឡើងចុះបានតាមរយៈការទទួលទានអាហារមិនតែប៉ុណ្ណោះជួនខ្លាំងណាស់នឹងការថែទាំសម្ផស្សក្រៅពីមាននាមជាអាហារសុខភាពសារ៉ាយមីក្រូនេះប្រៀបដូចជាជីជួយបណ្ដុះសក់ឲ្យដុះលូតលាស់បានលឿនល្អមានទម្ងន់ភ្លឺរលោងនិងក្រាស់ឃ្មឹកចំពោះអ្នកជួបប្រទះបញ្ហាជ្រុះសក់ឬក៏សរសៃសក់ឆ្មាស្រអាប់សូមសាកល្បងទទួលទានសារ៉ាយមីក្រូនេះចុះឯស្បែកក៏នឹងបានទទួលផលវិជ្ជមានឡើងភ្លឺរលោងទន់ល្មើយល្អដែរពីព្រោះបានទទួលការចិញ្ចឹមផ្សើមពីសារ៉ាយមីក្រូនេះដែលមានសារធាតុសកម្មច្រើនជាអង់ទីអុកស៊ីដង់